បាទសូមជម្រាបជូនអំពីព្រឹត្តិការណ៍ប្រចាំឆ្នាំដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលក្នុងការឲ្យគណៈកម្មការជាតិអូឡ িম্প ិកកម្ពុជារៀបចំការប្រកួតទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងរាជធានីភ្នំពេញដែលយើងធ្វើជារៀងរាល់ឆ្នាំហើយតែងតែបានការគាំទ្រពីព្រះបរមរាជវាំងតែងតែបានការគាំទ្រពីសម្ដេចម៉ែសម្ដេចយាយរបស់យើងហើយនឹងការគាំទ្រពីសាលារាជធានីភ្នំពេញនៅក្នុងឆ្នាំនេះគឺយើងនឹងរៀបចំនៅមុខវត្តបទុមដើម្បីសម្រួលដល់ទីតាំងដែលយើងបានរាល់ឆ្នាំយើងធ្វើនៅមុខព្រះបរមរាជវាំងហើយឥឡូវនេះនៅមុខព្រះបរមរាជវាំងគឺជាកន្លែងដែលត្រៀមធ្វើពិធីជាតិធំបាទហើយអញ្ចឹងយើងបានខិតអង្គិលទៅមុខវត្តបទុមវិញដើម្បីសម្រួលដល់ការងាររៀបចំនេះសូមឲ្យអំពាវនាវឲ្យមានការចុះឈ្មោះឲ្យបានឆាប់រហ័សហើយមកនេះគឺយើងនៅតែបន្តការចុះឈ្មោះនៅឡើយទេសូមមេត្តារួសរាន់ហើយនឹងចុះឈ្មោះតាម website ដាក់តា Cambodia Running Event អញ្ចឹងទៅ Cambodia Runner Organizing Committee អញ្ចឹងទៅយើងឃើញមានបែបបទក្នុងការចុះឈ្មោះបានងាយស្រួលហើយអញ្ចឹងសូមបញ្ជាក់ថាយើងនឹងរៀបចំក្នុងគោលបំណងដដែលគឺគោលបំណងនៃការអបអរសាទរនៅព្រះរាជពិធីបុណ្យចម្រើនបជនសម្ដេចម៉ែសម្ដេចយាយសម្ដេចជីទូតរបស់យើងដដែលហើយនឹងការចូលរួមដើម្បីលើកតម្កើងកិត្តិយសនិងកេរ្តិ៍ឈ្មោះរបស់រាជធានីភ្នំពេញដដែលជាពិសេសគឺផ្នែកបរិស្ថាននិងផ្នែកកីឡានិងទេសចរផងដែរអញ្ចឹងគោលបំណងរបស់យើងគឺនៅដដែលហើយពិសេសគឺរៀងរាល់ឆ្នាំនៅរាជធានីភ្នំពេញដែលរត់ប្រណាំងពាក់កណ្ដាលម៉ាតុងនេះគឺតែងតែបានផ្ដល់នៅការជួយឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផាបាទអញ្ចឹងឆ្នាំនេះក៏យើងនៅតែរក្សានៅគោលការណ៍ដដែលនេះបាទអញ្ចឹងអ្វីដែលសំខាន់គឺអំពាវនាវឲ្យចុះឈ្មោះឲ្យបានលឿនដើម្បីទទួលបានសម្រួលដល់ការរៀបចំឲ្យអ្នករត់គាត់មានសុវត្ថិភាពមានទទួលបានភាពសប្បាយរីករាយនិងសុខភាពល្អក្នុងការរត់ប្រណាំងនេះយើងនឹងធ្វើនៅថ្ងៃទី15ខែមិថុនាឆ្នាំ2025នេះបាទនៅមុខវត្តបទុមរបស់យើងបាទ